សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូទី4ដែលចែករំលែកអំពីការ boost យក view ទៅលើវីដេអូរបស់យើងនៅក្នុង Facebook page ដើម្បីឲ្យមានអ្នកមើលបានច្រើនដោយយើងកំណត់នៅ audience ឬមួយក៏ប្រភេទមនុស្សដែលយើងចង់បានហើយមុនចូលទៅក្នុងវីដេអូបងប្អូនកុំភ្លេចចុច Subscribe នៅ Channel YouTube មួយនេះផងព្រោះខ្ញុំនឹងផុសវីដេអូច្រើនទាក់ទងទៅនឹងការលក់ online tip ផ្សេងៗក៏ដូចជា Facebook page ឬមួយក៏ TikTok អីផងដែរអញ្ចឹងយើងចូលទៅក្នុងវីដេអូរបស់យើងមកខ្ញុំសង្ឃឹមថាបងប្អូនអាចចេះចូលទៅក្នុង Ad Manager ហើយព្រោះវីដេអូមុនខ្ញុំអាចបង្ហាញច្រើនអញ្ចឹងចុចពាក្យ Create នេះមួយបន្តមកទៀតបងប្អូនចុចពាក្យ Engagement ហើយយកពាក្យ Continue មកចុច Menu ហើយ Continue មួយទៀតអូខេមួយនេះគឺដូចដើមទេយើងអាចដូរឈ្មោះយើងអាចសរសេរឈ្មោះអីក៏បានជាភាសាខ្មែរ Video ឬមួយក៏អង់គ្លេសvideo view អូខេហើយadvantage campaign នេះគឺដូចដើមកន្លែងកំណត់ទឹកលុយឧទាហរណ៍ថាខ្ញុំដាក់$5អូខេហើយបន្តមកទៀតអស់ហើយបន្តមកទៀតខ្ញុំចូលមកកន្លែងទី2នេះខ្ញុំ control V មកហើយបងប្អូនត្រូវមើលកន្លែងនេះគឺកន្លែងដូរ view អានេះវាដាក់ message មានន័យថាយើង boost យក messageហើយបងប្អូនយកពាក្យ on your ad ព្រោះវីដេអូមួយនេះខ្ញុំចែករំលែកអំពីការ boost យក view អូខេបន្តមកទៀតកន្លែង engagement type នេះ on your ad ហ្នឹងវាមានប្រភេទរបស់វាមាន post engagement មានអីចឹងទៅប៉ុន្តែនេះយើងយក view ត្រូវហើយ performance goal គឺគោលបំណងរបស់យើងហ្នឹងគោលដៅរបស់យើងចង់អាទី1នេះមានន័យថាយើងឲ្យអ្នកមើលត្រឹម15 second ហើយអាទី2នេះចប់2 second អញ្ចឹងបងប្អូនជ្រើសរើសមួយណាក៏បានគាត់ថាបើយើងយកទី2ហ្នឹងអាចអ្នកមើលតិចអីផងដែរអូខេអញ្ចឹងខ្ញុំយកអាទី1នេះបន្តមកទៀតកន្លែងកំណត់ថ្ងៃអាយ៉ាកន្លែងកំណត់ថ្ងៃបងប្អូនចុចពាក្យចុចគ្រីសលើនេះមកយើងអាចកំណត់រយៈពេលប្រហែលថ្ងៃឧទាហរណ៍ខ្ញុំចង់ដាក់ដល់ថ្ងៃទី30អញ្ចឹងប្រហែលថ្ងៃ1 2 3 4 5 6 7អញ្ចឹងមិញបាត់ចិត្តយើងដាក់$5គុណនឹង7ទៅឃើញចំនួនទឹកលុយហើយបងប្អូនហើយបងប្អូនកុំភ្លេចថាវាគិតពន្ធ 10% ទៀតហើយបងប្អូនកុំភ្លេចបុក 10% ទៅលើបាត់ចិត្តដែលយើងប៊ូសនឹងផងហើយបន្តមកទៀតកន្លែង audience control យើងជ្រើសរើសទីតាំងកន្លែងនេះទីតាំងយើងយក Cambodia ហើយបងប្អូនបើអត់ចង់ដាក់ Cambodia ទាំងមូលបងប្អូនអាចកំណត់តែខេត្តក៏បានដែរឧទាហរណ៍ថាកំពង់ចាមត្បូងឃ្មុំអូខេអីចឹងតែអាហ្នឹងបើសិនជាបងប្អូនចង់កំណត់តែខេត្តទេប៉ុន្តែបើសិនជាយើងចង់ដាក់ Cambodia ទាំងមូលបងប្អូនមិនដាក់ Cambodia មកយ៉ាអូខេអញ្ចឹងវាលោតមកទាំងអស់ហើយបន្តមកទៀតបងប្អូនត្រូវកំណត់ទៅលើអាយុហើយនិង audience អ្នកដែលចង់ឲ្យគេមើលទៅក្នុងវីដេអូរបស់យើងបងប្អូនចូលមករកពាក្យនេះ switch to original audience option អូខេហើយយកពាក្យ use original អាកន្លែង use advantage ហ្នឹងមានន័យថាវាប្រើទៅលើរុញចេះថាវាចេះតែរុញទៅដល់អ្នកមើលអញ្ចឹងណាវារុញអូតូប៉ុន្តែបងប្អូនចង់ប្រើដោយដៃមានន័យថាយើងចង់បានប្រភេទមនុស្សដែលយើងចង់បានដោយខ្លួនឯងអូខេបងប្អូនយកពាក្យ use original audience នេះមកអូខេបន្តមកទៀតបងប្អូនរើមើលអាយុនេះអាយុយើងយកពីប្រហែលឧទាហរណ៍ថាយើងយកចាប់ពី20ឆ្នាំរហូតទៅដល់43ឆ្នាំអូខេបន្តមកទៀត gender ភេទបងប្អូនចង់បានទាំងភេទប្រុសឬមួយក៏ភេទស្រីបើយកតែភេទស្រីទេឧទាហរណ៍យើងលក់ cosmetic លក់ក្រែមលាបមាត់អីយើងដាក់woman នេះចឹងទៅអាហ្នឹងបើសិនជាយើងលក់ភេទក្រែមអីចឹងណាហើយកន្លែងបន្ទាប់នេះបងប្អូនអាចកំណត់នៅ advantage placement មួយនេះ advantage placement ហ្នឹងបងប្អូនមើលកន្លែង menu មួយនេះនៅពេលដែលចុចហើយយើងយកមកមួយនេះ
យើងនឹងឃើញកន្លែងដែលកំណត់ថានៅក្នុង social media ហ្នឹងយើងចង់ឲ្យវាបង្ហាញទៅលើអីខ្លះយើងចង់បង្ហាញទៅលើ Facebook Messenger thread ដែលទៅបង្កើតថ្មីក្រោយគេនេះឬមួយក៏ audience network តើ Facebook ហ្នឹងវាមានអីខ្លះ Facebook ហ្នឹងវាមានមានអីគេនេះបងប្អូនវាមានច្រើនអញ្ចឹងណាហើយ story វាមានបែបនេះអីចឹងដែរអូខេអញ្ចឹងបើសិនថាយើងចង់យក view គេយើងឲ្យវាទៅណាទៅក៏បានដែរយើងមិនកំណត់វាទេឬមួយក៏បងប្អូនអត់ចង់ឲ្យវាមានទៅលើ thread បងប្អូនដកចេញទៅអត់ចង់ឲ្យមានទៅលើ audience network បងប្អូនដកវាចេញទៅអូខេអញ្ចឹងវាយើងទុកតែប៉ុណ្្នឹងទុកថាប៉ុណ្្នឹងចោះអាហ្នឹងបើសិនជាបងប្អូនចង់បានបែបហ្នឹងមានន័យថានៅពេលដែលយើងដកគ្រីសវាចេញវាអត់ឲ្យយូរទៅរុញទៅដល់ចំណុចហ្នឹងឯងបន្តមកទៀតបងប្អូនចូលមកក្នុងចំណុចទី3កន្លែងនេះយើង control V មានមកដូចដូរដាក់ឈ្មោះដដែលអញ្ចឹងណាអូខេហើយកន្លែង select page ដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹងបើសិនជា account របស់យើងមាន page ច្រើនវាកន្លែងនេះវាមានច្រើនហើយ add set ច្រឡំ add set up នេះគឺមានន័យថាយើងកំណត់ជ្រើសរើសរូបភាពឬជ្រើសរើសវីដេអូនៅក្នុង page របស់យើងដើម្បីយើង boost ថា view ច្រើននេះអញ្ចឹងបងប្អូនយកចំណុចទី2នេះ use វិស័យនេះហើយយកពាក្យ select post នៅពេលដែលយើង select post ខ្ញុំឧទាហរណ៍ថាខ្ញុំនឹងយកវីដេអូមួយនេះអូខេខ្ញុំចុច continue អូខេអញ្ចឹងវាបានហើយបងប្អូននេះវាបានជាវីដេអូ view បែបនេះហើយប៉ុណ្ណឹងអត់មានអីផ្សេងទៀតទេបងប្អូនគឺទៅហើយបងប្អូនគាត់តែចុច public ទៅគឺ Facebook review វីដេអូរបស់យើងហើយជាចុងក្រោយបងប្អូនកុំភ្លេចចុច subscribe នៅក្នុង channel របស់ខ្ញុំមួយផងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយ